ចម្រើនពរញាតិញោមស្រីប្រុសទាំងអស់គ្នាញាតិញោមទាំងចិត្តទាំងឆ្ងាយទាំងអស់ក៏ថ្ងៃនេះអាត្មាភាពមានរបស់4យ៉ាងក៏មានរបស់4យ៉ាងចង់ឲ្យញាតិញោមនឹងគួរតែថែរក្សាឲ្យបានគង់វង្សឲ្យបានល្អបំផុតរបស់ទាំង4នោះគឺជារបស់ដែលយើងគួរថែរក្សាហើយក៏ជារបស់ដែលមានតម្លៃដែរញាតិញោមក៏របស់ទាំង4នោះគឺទី1របស់ដែលគួរតែថែរក្សានោះគឺផ្លូវចិត្តរបស់យើងមែនទេញាតិញោមការថែរក្សាផ្លូវចិត្តនេះគឺសំខាន់ខ្លាំងហើយយើងត្រូវតែថែរក្សាវាឲ្យបានល្អចេះអប់រំចិត្តទៅរកអ្វីដែលល្អហើយកុំអោយធម៌3យ៉ាងចូលនៅជ្រៀតនៅក្នុងចិត្តរបស់យើងធម៌ទាំង3នោះគឺមានទី1គឺទោសៈទី2នោះគឺមោហៈទី3នោះគឺលោភៈអញ្ចឹងធម៌ទាំង3ហ្នឹងបើកាលណាចូលនៅក្នុងខ្លួនរបស់យើងហើយវាធ្វើឲ្យយើងហ្នឹងតែងតែមានសេចក្តីក្រោធតែងតែមានសេចក្តីក្រោធតែងតែមានសេចក្តីវង្វេងតែងតែមានសេចក្តីលោភលន់ជាមិនខានអញ្ចឹងញាតិញោមគួរតែជៀសវាងនៅធម៌ទាំង3ហ្នឹងហើយចិត្តរបស់យើងហ្នឹងគឺត្រូវតែថែរក្សាឲ្យបានល្អចិត្តហ្នឹងគឺសំខាន់ខ្លាំងមែនទេញាតិញោមបើកាលណាយើងមិនបានអប់រំចិត្តដូចជាមានការស្ដាប់ធម៌ស្ដាប់អីបើសិនជាយើងមិនមានការអប់រំទេញាតិញោមចប់ហើយក៏ឃើញថារាល់ថ្ងៃនេះញាតិញោមជាច្រើនតែងតែជួបនៅវិបត្តិផ្លូវចិត្តជាច្រើនតែនេះញាតិញោមអាចកុំអោយជួបនៅវិបត្តិផ្លូវចិត្តច្រើនញាតិញោមគួរណាស់តែរៀនអប់រំផ្លូវចិត្តរបស់ញោមឲ្យបានល្អប្រសើរនឹងទី1ហើយចំណែកទី2ទ្រព្យដែលមានតម្លៃបំផុតញាតិញោមដឹងជាអ្វីញាតិញោមទ្រព្យដែលមានតម្លៃបំផុតនៅក្នុងខ្លួនរបស់យើងនោះគឺសុខភាពរបស់យើងនឹងឯងក៏គឺសុខភាពរបស់យើងដែលនៅក្នុងខ្លួនយើងជាប្រចាំនឹងវាគឺជាទ្រព្យមួយហេតុអ្វីបានជាហៅថាទ្រព្យនៅក្នុងខ្លួនរបស់យើងព្រោះថាបញ្ហាសុខភាពមនុស្សយើងរាល់ថ្ងៃនេះគឺច្រើនណាស់ញាតិញោមក៏បញ្ហាសុខភាពមានទឹកនោមផ្អែមអីជាដើមឥឡូវខ្លះនឹងក៏មានការវាស់កលៀនមហារាជអីជាដើមទាំងអស់នេះគឺបញ្ហាសុខភាពយើងមិនល្អទេអញ្ចឹងទ្រព្យទាំងនេះគឺញាតិញោមគួរតែថែរក្សាឲ្យបានល្អព្រោះថាសុខភាពគឺជាចម្បងមែនទេញាតិញោមកាលណាបើយើងរស់នៅទៅមានសុខភាពល្អអីល្អទាំងអស់នេះគឺធ្វើឲ្យយើងធ្វើជីវិតរបស់យើងហ្នឹងវែងញាតិញោមត្រូវតែចេះអនាម័យក៏ហ្នឹងគឺទី2ហើយទី3របស់ដែលពិបាករកបំផុតគឺជារបស់អីញាតិញោមក៏របស់ដែលពិបាករកបំផុតនោះគឺភាពស្មោះត្រង់មែនទេញាតិញោមខ្លះស្មោះត្រង់ចំពោះអ្នកដតីដូចជាញាតិញោមមានស្វាមីដូចជាញាតិញោមប្រុសស្រីទាំងឡាយហ្នឹងមានសង្សារអីជាដើមហ្នឹងទៅយើងតែងតែផ្ដល់ភាពស្មោះត្រង់ទៅឲ្យគេមែនទេញាតិញោមយើងតែងតែផ្ដល់ភាពស្មោះត្រង់ហ្នឹងទៅឲ្យគេជាច្រើនប៉ុន្តែគេតែងតែមានការក្បត់យើងជានិច្ចហេតុអ្វីញាតិញោមណាដោយសារតែគេហ្នឹងមិនបានពេញចិត្តនឹងយើងអីចឹងទៅអញ្ចឹងគេក្បត់យើងអញ្ចឹងការរកភាពស្មោះត្រង់ចំណុចទី3នេះគឺភាពស្មោះត្រង់ហ្នឹងបើគេមិនអោយតម្លៃយើងបើគេមិនស្មោះត្រង់ជាមួយយើងប៉ុន្តែយើងដែលជាខ្លួនយើងនេះយើងគួរណាស់តែត្រូវតែមានភាពស្មោះត្រង់ចំពោះអ្នកដទៃជានិច្ចទោះបីជាគេមើលមិនឃើញក៏ដោយប៉ុន្តែណោះមានទេវតាមានអរហន្តតាអីចាំមើលយើងជានិច្ចមែនអីញោមមិនខុសពីអ្នកធ្វើបុណ្យនិងបាបអញ្ចឹងអ្នកខ្លះធ្វើបុណ្យទៅតែងតែជួបនៅអំពើល្អតែងតែជួបនៅអំពើអាក្រក់អីជាដើមមករៀងដោយសារអីដោយសារតែកម្មមកពីជាតិមុនអញ្ចឹងទៅដោយសារតែផលកម្មរបស់យើងពីជាតិមុនវាហុចអោននៅជាតិនេះមែនទេញាតិញោមអ្នកប្រព្រឹត្តអំពើអាក្រក់ក៏ដូចតែគ្នានឹងញាតិញោមគេបុណ្យរបស់គេអោយហុចអោយពីជាតិមុនអញ្ចឹងទៅជាតិនេះគេធ្វើអាក្រក់យ៉ាងណាក៏នៅតែជួបមនុស្សល្អជួបនៅរបស់ដែលល្អណាហើយបើជាតិនេះបើអ្នកដែលធ្វើអាក្រក់នៅក្នុងជាតិនេះជាតិក្រោយតែងតែវាហុចផលឲ្យដូចតែគ្នាមែនទេញាតិញោមនឹងគឺជារបស់ដែលយើងគួរតែពិបាករកណាគឺភាពស្មោះត្រង់នឹងឯងស្មោះត្រង់ចំពោះអ្នកដទៃស្មោះត្រង់ចំពោះខ្លួនឯងស្មោះត្រង់ចំពោះគ្រួសារស្មោះត្រង់ចំពោះបងប្អូនអីជាដើមទាំងអស់នេះណានឹងគឺចំណុចទី3ហើយចំណុចទី4អ្វីដែល
มันซาบโซนเอาไว้ได้มันซาบโซนก็คือคนละทั่วแม่ได้เห็นอยู่คือคนละทั่วระบอบยืงปีเปิดจะมีน้ำลายครั้งนะคนละทั่วนั่งเองยืงจะกรบนาดไตจะออนน้ำตูนนะจะสกอลจะตุ่มจะประเดจาการกรบประนบัตเป็นผู้ประสังไอจะดำนี่คือสำคัญครั้งนะคนละทั่วระบอบยืงใบยืงเมียนสิกใดกระเอิดกระโตมแบบนึงครัวนั้นคือตนาต้องมันบางสับอะไรอย่างนั่นคือสำหรับมาวันคือจังยันโยมผู้แต่แทรซาตรอบต่างบูนระบอกยืงนี่ผู้แต่แทรซาตรอบต่างบูนระบอกยืงแบบนึงครัวนึงหน่อยบ้านละอ่อนอย่างนี้ก็ให้จิตจังตรอยนั่นคือยันโยมกับกระจุยเจ้าซับสไครต์ในยูทูบหรือก็ไลค์เพจบอกยังมาการนาพามาเพียบช่วย follow แม่มวยฟองจำรันก็เรียนยันโยม